architect យើងមានវិស្វករដែលជាកូនខ្មែរអញ្ចឹងនៅក្នុងប្លង់ផ្ទះរូបភាពផ្ទះ concept នៃការ design គឺយើង ឥឡូវបងអត់ជឿទេសាកសួរព័ត៌មានតាមរយៈ Facebook page ទេតែបងអត់ជឿទេកុហកអីសួរអ្នកទាំងអស់គ្នាជួបគ្នាមួយខ្ញុំម្ដងទៀតហើយខ្ញុំជាតានៅក្នុង series podcast របស់ពួកយើងនៅក្នុងខែថ្មីនេះដែលនៅក្នុងខែថ្មីនេះគឺយើងមានជាមួយនឹង topic ដ៏សំខាន់ខ្លាំងមែនតើហើយ trendy ខ្លាំងណាស់ពាក់ព័ន្ធជាមួយនឹងការទិញលក់ម្ដងទៀតហើយតែម្ដងនេះគឺជួបជាមួយនឹងភ្ញៀវកិត្តិយសថ្មីដែលក៏ដែរចូលពីមុនមកឯងគឺជួបគ្នាផ្ទាល់តែម្ដងជាមួយនឹងទីប្រឹក្សាផ្នែកលក់ប្រចាំបរិយាជេរីគឺបងនីសាសួស្តីទស្សនិកជនទាំងអស់គ្នាខ្ញុំនីសាអ្នកប្រឹក្សាផ្នែកលក់នៅបរិយាជេរីស្ដីជាតាសួស្ដីបងសុខសប្បាយទេមួយរយៈនេះជួបគ្នារហូតនឹងសុខសប្បាយឯងខ្ញុំមួយបងនីសាក៏រៀងជួបគ្នាច្រើនដែរនិយាយទៅយើងជួបគ្នាចូលជានៅក្នុង promotion event ក៏ដូចជា pop up ផ្សេងផងដែរហើយមួយរយៈក្រោយនេះបងនីសាក៏ដូចជាទៅតែមកពី Eon ដែរត្រូវអត់បងចាបើនិយាយពីមួយរយៈក្រោយនេះគឺយើងមមាញឹកខ្លាំងមែនតើតែការលក់ជាពិសេសដោយសារតែយើងមាន promotion ធំជាច្រើនអញ្ចឹងបាទខ្ញុំមួយជាតាអាសាជួបគ្នាហើយមួយរយៈនេះផ្នែកលក់គាត់រវល់ខ្លាំងមែនតើសន្ទុះនៃការគ្រប់គ្រងខ្ញុំពិតជាអរគុណខ្លាំងមែនតើអតិថិជនមួយរយៈនេះគាត់គ្រប់គ្រងហើយគាត់បុកសាកសួរព័ត៌មានតាមរយៈ page ក៏ដូចជា walk in ផ្ទាល់ផងដែរអញ្ចឹងរវល់ខ្លាំងមែនតើហ្មងចាអញ្ចឹងឥឡូវយើងចូលមកដល់ក្នុង topic យើងតែម្ដងពីមុនមួយរយៈនេះហើយខ្ញុំទទួលបានរបាយការណ៍លក់មកផ្ទាល់ហ្មងគឺយើងមានអារម្មណ៍ថាទទួលបាន referral ច្រើនមែនតើត្រូវអត់បងចាពិតជាត្រូវណាស់មួយរយៈក្រោយនេះគឺយើងទទួលបានភ្ញៀវ referral ច្រើនដោយសារទី1គុណភាពហើយធម្មតាតើយើងមានគុណភាពល្អអតិថិជនគាត់តែងតែណែនាំពីមាត់មួយទៅមាត់មួយហើយអតិថិជនថ្មីភាគច្រើនតែទិញឥឡូវហ្នឹងជាតាគាត់តែងតែប្រាប់ថាចេះគាត់បានការណែនាំពីមិត្តភ័ក្តិបងប្អូនគាត់តគ្នារហូតអញ្ចឹងណាអញ្ចឹងដែលជាទំនុកចិត្តហើយក៏សប្បាយចិត្តដែរដែលបានលើពីអតិថិជនចាស់គាត់ទៅសារពីបរិយាយើងចង់មានអតិថិជនណាគាត់និយាយថាមកពីយើងអួតពេកគឺមួយក៏អីអត់មានចំណុចនេះបើយើងនិយាយទៅយើងបើកជាមួយនឹង topic នេះហ្មងដោយសារតាមពិតទៅមិនប្រកាសថាអតិថិជនទាំងអស់គាត់មកគាត់អត់មានចំណុច concern ទេគាត់តែនិយាយថាអីហាញអួតម៉ែនិយាយរឿងភាសាសាមញ្ញទីអញ្ចឹងណាទីតាំងល្អផ្ទះល្អគ្រប់ផ្ទះអីអញ្ចឹងណាតាមពិតទៅក្នុងនាមយើងជាផ្នែកលក់យើងមានសិទ្ធិក្នុងការណែនាំពីគុណភាពក៏ដូចជាបង្ហាញថាទីតាំងយើងល្អពិតមែនក៏ប៉ុន្តែអ្វីដែលខ្ញុំចង់ផ្ដាំទៅគឺអួតបានតែហាមកុហកចំណុចនេះគឺសំខាន់ខ្លាំងមែនតើហេតុអីបាទខ្ញុំនិយាយថាអួតបានតែហាមកុហកដូចជាក់ស្ដែងអញ្ចឹងអតិថិជនចាស់ដែលគាត់ទិញហើយគាត់មិនចេះតែណែនាំទេបើសិនជាយើងអត់មានគុណភាពសំណងយើងអត់ល្អហើយចំពោះបច្ចេកទេសការសាងសង់របស់យើងអត់ទៅតាមស្តង់ដារតែមួយឬមួយក៏ទិញហើយវាមានបញ្ហាច្រើនអីអញ្ចឹងណាហើយហេតុផលទាំងនេះដែលធ្វើឲ្យអតិថិជនគាត់ណែនាំមកកាន់បរិយាយើងច្រើនហើយទី2យើងអាចអួតបានយើងអាចណែនាំបានព្រោះដោយសារអីយើងមានទាំងគុណភាពសំណងឲ្យគាត់ពេលដែលអតិថិជនគាត់អញ្ជើញមកដល់ការិយាល័យផ្ទាល់យើងមានទាំងផ្ទះស្តង់ដារមានទាំងផ្ទះគំរូសម្រាប់អតិថិជនមើលហើយជាពិសេសយើងហ៊ានជឿជាក់ថាទៅលើគុណភាពសំណងរបស់យើងគឺសាងសង់មកស្របតាមស្តង់ដារតែមួយហើយយើងអត់គេហៅថាសាងសង់លេងសើចទេពិសេសអតិថិជនឥឡូវពេលខ្លះគាត់ធ្លាប់ទិញផ្ទះពីមុនមកនៅតាមទីតាំងដែលផ្សេងគ្នាអញ្ចឹងណាគាត់មានបញ្ហាក្នុងការរស់នៅលក្ខណៈអញ្ចឹងគាត់អាចថាគាត់ចង់បានទីតាំងថ្មីអញ្ចឹងប្រកបថាបញ្ហារបស់គាត់ពីមុនមកគាត់អត់ចង់ជួបនៅទីតាំងថ្មីទេអញ្ចឹងអ្វីដែលយើងមានទី1គឺសុវត្ថិភាពកាមេរ៉ាសុវត្ថិភាពមានអីជាក់ស្ដែងហើយជាពិសេសសន្តិសុខ24ម៉ោងអ្វីដែលយើងអួតបានណាជាពិសេសទៅលើ material របស់យើងក្នុងផ្ទះយើងផ្ដល់ជូនឲ្យគាត់បែបណាហើយចំពោះគុណភាពគាត់នៅរយៈពេល2ឆ្នាំ5ឆ្នាំ10ឆ្នាំទៅគាត់មានបញ្ហាអីអត់ជាពិសេសការសាងសង់របស់យើងហើយក៏យើងមានការធានាខុសត្រូវដែរមិនមែនថាយើងលុបហើយយើងអត់មានទំនួលខុសត្រូវទេហើយបើសិនជាគាត់មានបញ្ហាអីឬមួយក៏គាត់មានចំណុចអីដែលបរិយានៅខ្វះខាតអីអញ្ចឹងធម្មតាវាអាចគេវាតែមាន error តិចតួចមិនថាកម្រងមួយណាទេអញ្ចឹងគាត់អាចប្រាប់មកខាងសេវាកម្មគ្រប់គ្រងបរិយាយើងបានហើយជាក់ស្ដែងទៅចំណុចទាំងអស់ហ្នឹងឯងដែលខ្ញុំចង់បង្ហាញថាផ្នែកលក់អាចទៅសារពី product របស់ខ្លួនឯងបានក៏ប៉ុន្តែហាមកុហកអតិថិជនអញ្ចឹងនៅពេលដែលយើងយល់ពី product ខ្លួនឯងបានច្បាស់យើងយល់ពីគុណភាពរបស់យើងបានច្បាស់អញ្ចឹងការដែលយើងអាចណែនាំ consult ជូនអតិថិជនគឺអត់មានអីដែលជាបញ្ហាទេអញ្ចឹងអតិថិជនខ្លះគាត់មិនមែនកាច់ slow ទេគាត់ថាអ្វីដែលយើងអាច consult ជូនគាត់បានទៅតាមចំណុចដែលគាត់ចង់ដឹងតែគាត់ឆ្ងល់មិនអញ្ចឹងត្រូវគាត់អញ្ចឹងចំពោះដែលបងផ្ទាល់ហ្មងជាទូទៅការ close deal របស់បងពិចារណាទៅលើចំណុចណាខ្លះនៅពេលដែលភ្ញៀវគាត់ជួបមកយើងហើយយើងត្រូវ consult ទៅគាត់វិញហើយខ្ញុំចាប់អារម្មណ៍ថងចំណុចមួយជាថាភ្ញៀវខ្លះគាត់កាចក្នុងនាមយើងជា
អ្នកប្រឹក្សាផ្នែកលក់យើងប្រឹក្សាយើង close deal គឺយើងអត់ត្រូវខ្លាចអតិថិជនទេព្រោះអតិថិជនគាត់មិនមែនជាខ្លាំងហ្នឹង Yes គាត់បានមកស៊ីសាច់យើងឯងគាត់គាត់តែមកចង់ដឹងព័ត៌មានតែគាត់ថាអតចរិតគាត់ពេលខ្លះគាត់រៀងកាយគាត់រៀង serious មានន័យថាគាត់រៀងម៉ត់ចត់ទៅលើការសាកសួរព័ត៌មានអញ្ចឹងទៅពេលខ្លះធ្វើឲ្យអារម្មណ៍ផ្នែកលក់របស់យើងហ្នឹងគាត់ថាអូភៀវកាយចាខ្លាចគាត់ណាគាត់សួរច្រើនណាគាត់ concern ច្រើនណាអញ្ចឹងធ្វើឲ្យអារម្មណ៍របស់យើងហ្នឹងគឺការលក់របស់យើងនិយាយថាយើងអត់ confident ណាអត់ត្រូវខ្លាចអតិថិជនពួកគាត់បានមកស៊ីសាច់យើងខ្ញុំនិយាយដដែលអញ្ចឹងជឿតាហើយអ្វីដែលសំខាន់គឺយើងច្បាស់យើងមានជាក់ស្ដែងឲ្យគាត់មើលទាំងសំណងទាំងគុណភាពជាពិសេសទៅលើ promotion ហេតុអីយើងត្រូវខ្លាចក្នុងការឆ្លើយតបទៅការអតិថិជនបើយើងច្បាស់ពី product របស់យើងហ្នឹងហើយយើងច្បាស់សំខាន់គឺយើងត្រូវតែមានទំនុកចិត្តលើខ្លួនឯងហើយអ្វីដែលសំខាន់មួយទៀតយើងដឹងច្បាស់ពីការ design ពី material នៅក្នុងផ្ទះរបស់យើងពីការសាងសង់ពីដំណាក់កាលទៅដំណាក់កាលហើយយើងមានជាមួយនឹងវិស្វករគាត់មានជំនាញតាមផ្នែករបស់គាត់អញ្ចឹងណាទ្រាំតែផ្ទះដល់ដៃអតិថិជនហ្មងអរគុណសម្រាប់ការឆ្លើយតបមកវិញយ៉ាង detail ហ្មងខ្ញុំមិនគេហៅថាអ្នក professional ផ្នែកលក់មែនតែនហ្មងកុំសរសើរអូខេអញ្ចឹងឥឡូវរឿងនេះរៀងចាក់ដោតតិចគេចំពោះភ្ញៀវថ្មីដែលយើងតែងតែទទួលបានហ្នឹងណាបងគាត់ថាគាត់ចាប់អារម្មណ៍ទៅលើចំណុចណាទៅគាត់ direct message មកយើងឬក៏គាត់អញ្ជើញមកទីតាំងយើងផ្ទាល់តែម្ដងណាអរគុណជាតាសំណួរនេះហើយដែលខ្ញុំចង់ឆ្លើយជាងគេពាក់ព័ន្ធចំពោះភ្ញៀវថ្មីហេតុអីបានគាត់ទុកចិត្តបន្ទាប់មកគាត់ឈានមកដល់ការ visit project ដោយសារតែហ្នឹងអរគុណដល់ខាង marketing ដែរដែលគាត់តែងតែថតវីដេអូបង្ហាញពីទីតាំងគម្រោងក៏ដូចជាផ្ទះគំរូផ្ទះដែលយើងសាងសង់ឲ្យ 100% ដូចជាមានបងធូដែលគាត់ទៅចេញវីដេអូកាលពីអេពីសូតមុនអ្វីទាំងអស់ហ្នឹងឯងសិតសឹងតែជាការដែលធ្វើតាក់ចិត្តអតិថិជនថ្មីឲ្យគាត់ហ៊ានសាកសួរព័ត៌មានគាត់មានទំនុកចិត្តទី2ទៅលើការឆ្លើយតបលឿនរហ័សរបស់ផ្នែកលក់គាត់ detail ព័ត៌មានហើយគាត់ផ្ដល់ទំនុកចិត្តជូនអតិថិជនមកតង់ទៀតរហូតដល់គាត់មកមើលផ្ទាល់តែម្ដងហ្នឹងហើយអ្វីដែលទំនុកចិត្តខ្លាំងហ្មងជាតែគាត់មកដល់គម្រោងយើងតែ 50% ទេធម្មតាគាត់ត្រូវមកមើលសិនហើយ 50% ទៀតគឺនៅពេលដែលគាត់អញ្ជើញមកដល់គម្រោងយើងហើយហ្នឹងគាត់រៀបទីតាំងល្អជាប់ផ្លូវជាតិជាពិសេសការដ្ឋានរបស់យើងស្អាតសម្រាប់បងមានតែប៉ុណ្្នឹងតែបងគិតថាក្នុងនាមអូនជាផ្នែកទីផ្សារវិញបងគិតថានៅមានចំណុចសំខាន់អីផ្សេងទៀតអត់អូខេបងអរគុណសម្រាប់សំណួរដ៏ល្អមួយនេះហ្មងក្នុងនាមខ្ញុំជាអ្នក marketing ហើយនៅពេលដែលខ្ញុំចេញទៅខាងក្រៅផ្សព្វផ្សាយហ្នឹងគឺខ្ញុំផ្សព្វផ្សាយទាំងខាងក្រៅទាំងក្នុង digital ប្រកបណាហើយដែលខ្ញុំគិតថាចំណុចកាន់តែពិសេសរបស់យើងហ្នឹងគឺទៅលើការ design នៃ model ហើយដោយសារតែក្នុងបរិយាកាសហ្មង model របស់ពួកយើងដូចតែបងធ្លាប់មើលនៅ episode មុនអញ្ចឹងគឺយើងមាន architect យើងមានវិស្វករដែលជាកូនខ្មែរអញ្ចឹងនៅក្នុងប្លង់ផ្ទះរូបភាពផ្ទះ concept នៃការ design គឺយើងតាមអារម្មណ៍នៃកូនខ្មែររបស់យើងហើយតម្រូវការជាក់ស្ដែងតែម្ដងនៅក្នុងសង្គមអញ្ចឹងហើយទៅធ្វើឲ្យម៉ូដផ្ទះនីមួយៗដែលយើងចេញមកគឺផ្នែកពីគេខុសពីគេហើយទៅធ្វើឲ្យដាក់អារម្មណ៍ទៅកាន់អតិថិជនទាំងអស់គ្នាគាត់មើលមកឃើញស្អាតតាមសម័យកាលពិតប្រាកដមែនហើយប្រកបថានៅពេលដែលយើងជាកូនខ្មែរយើងព្យាយាមលើកស្ទួយនៅផលិតផលរបស់យើងក៏ដូចជាយើងព្យាយាមពង្រឹងនៅសមត្ថភាពគុណភាពរបស់យើងកាន់តែល្អអត់ខ្វះហើយអ្នកដែលគាត់ជួយគ្រប់គ្រងដោយសារតែឥឡូវនេះគឺយើងខ្មែររួបរวมគ្នាគឺយើងគ្រប់គ្រងនៅអីដែលជាស្នាដៃរបស់កូនខ្មែរយើងអញ្ចឹងនៅពេលដែលអតិថិជននឹងគាត់មកដល់ទីតាំងផ្ទាល់ហ្មងគឺគាត់ឃើញស្រាប់ហើយថាយើងអត់មានមេកាបរទេសទេហើយយើងក៏អត់មានជួលជាងឬមួយក៏ពីក្នុងសាសនាមកដែរអញ្ចឹងប្រកាសណាម៉ូដដែលយើងចេញទៅមួយដាក់ជាប់អារម្មណ៍ពួកគាត់ហើយពួកគាត់មើលមកឃើញស្អាតទៅគាត់តាក់តងទៅគាត់មកដល់ទីតាំងផ្ទាល់ហេតុអីមិនបងសួរទៅជីតាវិញហ៎អ្វីហ្នឹងគឺបានពីភ្ញៀវដែលគាត់ថ្មីដែលគាត់មើលដូចជាវីឡាតូវីឡាភ្លោះរបស់យើងអីអញ្ចឹងគាត់ compare ប្រទេសនេះដោយប្រទេសនោះគាត់សួរថាខាង architect របស់យើងខាងអ្នកគូប្លង់របស់យើងហ្នឹងគឺជនជាតិគេមែនអញ្ចឹងអ្វីទាំងអស់នេះបានលាតត្រដាងនៅថ្ងៃនេះឲ្យថាសុទ្ធសឹងតែជាកូនខ្មែរស្នាដៃកូនខ្មែរហ្មងអូខេអញ្ចឹងឥឡូវនេះ podcast របស់យើងក៏បានមកដល់ទីបញ្ចប់ផងដែរអញ្ចឹងសូមអរគុណទស្សនិកជនទាំងអស់គ្នាជម្រាបលាបាយបាយក្រុមហ៊ុនជីរីរួបរวมរឹងមាំរីកចម្រើន